អគ្គិភ័យនៅផ្សារវត្តសោធនបំផ្លាញហាងជាង30ខ្នងសង្ស័យថាបណ្ដាមកពីភ្លេចបិទវ៉ានធុងហ្គាសជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តដែលកំពុងតែតាមដានទស្សនា Channel Hot New Daily ជួបគ្នាសារជាថ្មីម្ដងទៀតហើយដោយអ្វីដែលបានសន្យាកាលពីវីដេអូមុនចឹងខ្ញុំនឹងទៅស្វែងរកព័ត៌មានថ្មីទាក់ទងជាមួយនឹងព្រឹត្តិការណ៍ដែលកំពុងតែកើតមាននៅឯប្រទេសថៃលើកយកមកចែកជូនបងប្អូនដែលបានជ្រាបដូចថ្ងៃនេះផងដែរខ្ញុំមានព្រឹត្តិការណ៍ថ្មីមួយមកអាប់ដេតចែកជូនពុកម៉ែបងប្អូនទាក់ទងជាមួយនឹងគ្រោះអគ្គិភ័យទៀតហើយដែលបានឆាប់ឆក់យកផ្សារមួយកន្លែងនិងខូចខាតហាងចំនួន30ខ្នងផងដែរបងប្អូនដូចអ្វីដែលបងប្អូនបានដឹងអញ្ចឹងប្រទេសថៃមួយរយៈចុងក្រោយនេះគឺបញ្ហាជួបរហូតថ្មីអត់ស្រាកស្រានទេទាក់ទងជាមួយនឹងគ្រោះអគ្គិភ័យគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងទៀតចេះតែកើតឡើងបន្តកន្ទុយគ្នាចឹងខ្ញុំនឹងទៅលម្អិតព័ត៌មាននឹងជូនបងប្អូនទាក់ទងជាមួយនឹងគ្រោះអគ្គិភ័យដែលបានឆាប់ឆក់យកផ្សារមួយកន្លែងនេះអគ្គិភ័យនៅផ្សារវត្តសោធនបំផ្លាញហាងជាង30ខ្នងសង្ស័យបណ្ដាលមកពីការភ្លេចបិទវ៉ានធុងហ្គាសផងដែរនៅថ្ងៃទី20ខែតុលាឆ្នាំ2025លោកឧត្តមសេនីយ៍ត្រីចេតថាយានីននាមកុភេទអនុប៉ូលីសអធិការដ្ឋានមន្ត្រីស៊ើបអង្កេតនៃស្ថានីយ៍ប៉ូលីសមឿងចាជើងសៅដែលបានបញ្ជាក់ថានៅវេលាម៉ោង 22:10 នាទីនៅថ្ងៃទី19ខែតុលាមានរបាយការណ៍អំពីអគ្គិភ័យនៅហាងនានានៅក្នុងសំណង់រចនាបថដំបូលនៃផ្សារវត្ថុអនុស្សាវរីយ៍ Souvenir Market នៅនឹងមុខវត្តសោធនភូមិណាមឿងស្រុកមឿងចាជើងសៅខេត្តចាជើងសៅលោកបានចេញដំណើរទៅកាន់ទីកន្លែងដែលកើតហេតុភ្លាមជាមួយនឹងរថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរចាជើងសៅនិងក្រុមពន្លត់អគ្គិភ័យនៃអង្គជាតិនៃសង្គ្រោះបន្ទាន់ចាជើងសៅផងដែរនៅឯកន្លែងកើតហេតុអគ្គិភ័យដ៏សន្ធោសន្ធៅត្រូវបានឆាបឆេះយ៉ាងខ្លាំងនៅផ្នែកកណ្ដាលនៃទីតាំងផ្សារដែលគេសម្គាល់ថាហាងនានាត្រូវបានភ្ជាប់គ្នាពីខាងក្រោយទៅផ្នែកខាងមុខរថយន្តពន្លត់អគ្គិភ័យចំនួន5គ្រឿងត្រូវបានបញ្ជូនទៅដោយបាញ់ទឹកពីច្រកចូលផ្នែកទាំងសងខាងផងដែរមន្ត្រីបានអស់បំពង់អគ្គិភ័យដើម្បីបាញ់ទឹកចូលទៅក្នុងហាងដែលកំពុងឆាបឆេះយ៉ាងខ្លាំងនោះវាបានចំណាយពេលប្រមាណជា20នាទីដើម្បីគ្រប់គ្រងស្ថានភាពអគ្គិភ័យឲ្យស្ងប់ស្ងាត់ទាំងស្រុងអគ្គិភ័យដ៏គួរឲ្យខ្លាចនៅផ្សារវត្តសោធនបានបំផ្លាញហាងជាង30ខ្នងផ្សែងខ្មៅហុយឡើងយ៉ាងខ្លាំងមន្ត្រីពន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់គ្រប់គ្រងស្ថានភាពភ្លើងអគ្គិភ័យនោះផងដែរមូលហេតុសង្ស័យបណ្ដាលមកពីការភ្លេចបិទសន្ទះវ៉ានធុងហ្គាសប៉ូលីសវិទ្យាសាស្ត្រត្រៀមស៊ើបអង្កេតទៅលើតំបន់ដែលកំពុងតែកើតមានលើអគ្គិភ័យនឹងបងប្អូនការត្រួតពិនិត្យដែលបានបង្ហាញថាហាងទាំង20ខ្នងនៅផ្នែកដែលអគ្គិភ័យឆាបឆេះត្រូវបានបំផ្លាញទាំងស្រុងហើយហាងជាង10ខ្នងនៅនឹងទល់មុខផ្នែកទាំងសងខាងទាំងមុខនិងខាងក្រោយគឺរងការខូចខាតដោយអគ្គិភ័យផងដែរសរុបមកហាងជាង30ខ្នងត្រូវបានបំផ្លាញនៅក្នុងអគ្គិភ័យនេះក្រុមអ្នកពន្លត់អគ្គិភ័យបានចូលទៅកាន់ទីតាំងដែលក្នុងប្រតិបត្តិការនោះគេបានប្រទះឃើញចង្ក្រានឧស្ម័នមួយដែលមានឆ្នាំងនៅផ្នែកខាងលើហាក់ដូចជាត្រូវបានគេទុកចោលឲ្យកើនឡើងកម្ដៅហើយមិនបានបិទវ៉ានធុងហ្គាសនោះឡើយដែលបណ្ដាលឲ្យភ្លើងឆាបឆេះចេញពីធុងហ្គាសនោះពួកគេបានបិទធុងហ្គាសនិងបាញ់ទឹកដើម្បីពន្លត់អណ្ដាតភ្លើងដែលកំពុងឆាបឆេះនៅក្នុងហាងដែលកំពុងតែទុះឡើងយ៉ាងសន្ធោសន្ធៅមុននឹងគ្រប់គ្រងភ្លើងបានទាំងស្រុងដំបូងឡើយការខូចខាតនៅមិនទាន់បានវាយតម្លៃបាននៅឡើយទេហើយហាងជាក់ស្ដែងដែលអគ្គិភ័យបានចាប់ផ្ដើមក៏មិនទាន់ត្រូវបានកំណត់នៅឡើយដែរនៅថ្ងៃទី20ខែតុលាឆ្នាំ2025មន្ត្រីស៊ើបអង្កេតនិងសហការជាមួយនឹងប៉ូលីសវិទ្យាសាស្ត្រ
ដើម្បីត្រួតពិនិត្យតំបន់ក្នុងផ្សារនឹងដើម្បីកំណត់មូលហេតុពិតប្រាកដនៃអគ្គិភ័យនិងហាងដែលជាចំណុចចាប់ផ្ដើមនៃអគ្គិភ័យនៅក្នុងផ្សារនេះផងដែរបាទជាចុងក្រោយសម្រាប់ព័ត៌មានទាក់ទងជាមួយនឹងបញ្ហាអគ្គិភ័យហ្នឹងក៏បានមកដល់ទីបញ្ចប់អញ្ចឹងក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលបានតាមដានទស្សនា Channel របស់ខ្ញុំបាទហើយក៏សូមអធិស្ឋានទៅលើការអធិប្បាយដែលមានពាក្យពេចន៍ត្រង់ណាមិនសមរម្យសូមបងប្អូនអធិស្ឋានជួបគ្នានៅវីដេអូក្រោយសូមអរគុណ